សួស្តីគ្នាយើងជួបគ្នាទៀតហើយជាមួយនឹងវីដេអូថ្មីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាអំពីរបៀបចូលមួយឆែក storage ឬក៏ឆែក memory នៅក្នុងទូរស័ព្ទដៃ iPhone របស់យើងនឹងអញ្ចឹងនៅក្នុងវីដេអូនេះសម្រាប់គ្នាយើងដែលអត់ទាន់ចុច Subscribe កុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងហ្នឹងហើយដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗពី Channel ខ្ញុំបន្ថែមទៀតអញ្ចឹងដើម្បីឆែកមើល memory របស់ទូរស័ព្ទដៃ iPhone បានអ្នកនរគ្នាដំបូងខ្ញុំសូម clear សិនមកខ្ញុំ clear ចេញមួយអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលមកកាន់ setting របស់យើងមកកម្មវិធី setting របស់យើងរបស់ទូរស័ព្ទហ្នឹងចូលមកកាន់ setting របស់យើងបន្តមកយើង scroll ទៅលើមកហើយមករកពាក្យថាgeneral នេះកន្លែងរូបកងចក្រនេះអញ្ចឹងយើងប៉ះលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះយើងឃើញមានដាក់ថា iPhone storage នេះទី3នេះកន្លងទី3នេះអញ្ចឹងយើងចុចលើ iPhone storage ហ្នឹងទៅអញ្ចឹងមកដល់កន្លែងនេះវានឹងបង្ហាញអំពី storage ឬក៏យើងហៅថា memory របស់ទូរស័ព្ទដៃហ្នឹងអញ្ចឹងទូរស័ព្ទដៃរបស់ខ្ញុំនេះគឺ 64G ទេហើយ56.12 ហ្នឹងគឺមានន័យថាយើងប្រើអស់ 56.12 ហើយអញ្ចឹងនៅសល់ប្រហែលយើងអាចគិតគូរតាមនឹងទៅអញ្ចឹងវាជិត full ហើយសម្រាប់ទូរស័ព្ទរបស់ខ្ញុំហើយចំណុចបន្ថែមទៀតហ្នឹងយើង scroll ទៅលើមកហើយកន្លែងនេះយើងអាចមើលដឹងថាកម្មវិធីមួយណាវាស៊ីអស់ប្រហែល G ប្រហែល G អញ្ចឹងណាអញ្ចឹងដូចកម្មវិធី app Mobile Legends ហ្នឹងគឺស៊ីអស់9.56G ហើយ Telegram ហ្នឹងគឺស៊ីអស់រហូតដល់ទៅ 4.59G អញ្ចឹងវាធំដែរអញ្ចឹងយើងអាច scroll មើលបានទៅក្រោមទៀតថាតាក់ទងទៅនឹង app មួយហ្នឹងគឺវាស៊ីអស់ប្រហែល G នៅក្នុងទូរស័ព្ទដៃ iPhone របស់យើងហ្នឹងអញ្ចឹងសម្រាប់វីដេអូចែករំលែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយខ្លីៗបាយបាយ